ជំរាបសួរខ្ញុំដាក់កុំមកតែបងប្អូនស្រីម្នាក់ឬក៏បងស្រីចេះទេគាត់បានសួរខ្ញុំយូរហើយតែខ្ញុំភ្លេចខ្ញុំទៅមើលកាប់ជួយឌីខងទៅខ្ញុំនឹកឃើញទៅអូខ្ញុំជួបពាក់វីដេអូបកប្រែជាភាសាខ្មែរជាភាសាបារាំងគាត់សួរខ្ញុំថាអ្នកមានគុណជាភាសាបារាំងនិយាយថាម៉េចអ្នកជាកូនទីប្រមាណក្នុងគ្រួសារថាម៉េចជាមួយនឹងមួយទៀតខ្ញុំចង់សងគុណអ្នកឬក៏ការដែលសងគុណកិរិយាសព្ទសងគុណឬក៏កិរិយាសព្ទដែលថាខ្ញុំត្រូវសងគុណហ្នឹងតែខ្ញុំត្រូវនិយាយយ៉ាងម៉េច clear ហ្នឹងណាអញ្ចឹងខ្ញុំបកស្រាយទី1ថាអ្នកមានគុណយើងអាចប្រើចំពោះអ្នកដែលយើងនិយាយជាទូទៅគឺឪពុកម្ដាយរបស់យើង donc mes parents tout simplement mes parents ហ្នឹងគឺអ្នកមានគុណរបស់យើងតែបើក្នុងន័យមួយថាគេបានជួយសង្គ្រោះយើងចេញពីស្អីមួយឧទាហរណ៍ថាចេញពីខ្ញុំនិយាយនេះចំពោះឧទាហរណ៍ថាចេញពីផ្លូវងងឹតចេញពីស្អីមួយដែលថាវាអ៊ូអាប់មែនតើក្នុងជីវិតយើងណាហើយគេជួយសង្គ្រោះយើងចេញពីអស់ហ្នឹងបានយើងអាចប្រើពាក្យ sauveur ក៏បានដែរ mon sauveur ណាឬក៏ ma sauveuse ជាស្រីចឹងទៅក្នុង mon sauveur ma sauveuse នឹងមួយទៀតដែលមានខ្លឹមសារអត្ថន័យគេហៅថារៀងជ្រាលជ្រៅបន្តិចដូចថាអ្នកហ្នឹងគឺជួយយើងដែលអ្នកហ្នឹងមិនចាំបាច់ត្រូវការគុណស្រ័យពីយើងវិញទេឬអ្នកណាម្នាក់ក៏ដោយចុះយើងជាអ្នកជួយគេដែលយើងមិនត្រូវការគុណស្រ័យពីគេបើគេជាអ្នកដែលចេះដឹងភាសាគេហៅថាកម្រិតខ្ពស់ណាគេប្រើពាក្យមួយទៀត donc un ឬក៏ une altruiste ឬក៏ une altruiste គឺអ្នកហ្នឹងជួយគេដោយមិនចាំបាច់ទាសំណងមកវិញមិនដេករំពឹងចាំថាថ្ងៃណាគេជួយអញវិញមិនទេសំណួរទី2អ្នកជាកូនទីប្រមាណក្នុងគ្រួសារបើយើងនិយាយឲ្យចំចំពោះ clear ហ្នឹងគឺយើងអត់មានទេអត់មានបកស្រាយមួយម៉ាត់អញ្ចឹងទេមានតែគេអាចសួរយើងថា est-ce que vous êtes le premier ou la première dans votre famille អ្នកឯងជាកូនទី1ឬក៏ទី2ទី3អីចឹងទៅប៉ុន្តែ premier គឺមនុស្សប្រុសណាបើសិនជាយើងជាប្រុសគេសួរយើង est-ce que vous êtes le premier បើយើងជាស្រី est-ce que vous êtes la première dans votre famille ឬក៏មួយទៀតគេអាចសួរយើងថា vous avez des frères et des sœurs អ្នកឯងមានបងប្អូនទេ des frères et des sœurs donc le verbe avoir vous avez des frères et des sœurs អ្នកឯងមានបងប្អូនទេយើងអាចឆ្លើយបាន oui je suis la première បន្ទាប់មកមាន ma sœur la deuxième បន្ទាប់មកមានអ្នកណាទៀតចឹងទៅអញ្ចឹងសំណួរហ្នឹងមានបើឲ្យថាចំ exactement អ្នកឯងជាកូនទីប៉ុន្មានមិនមានទេមានសំណួរមួយដែលអាចស្តៀងrang គឺជួរអញ្ចឹងយើងអាចសួរថា vous êtes à quel rang dans votre famille អ្នកឯងនៅជួរទីប៉ុន្មាននៃគ្រួសារអាចបានថាអ្នកឯងជាកូនទីប៉ុន្មានអញ្ចឹងណាប៉ុន្តែបកប្រែចំគឺមិនមានទេdonc សរុបមកវិញយើងអាចសួរថា vous êtes le premier ou la première dans votre famille អ្នកឯងជាកូនទី1ក្នុងគ្រួសារឬក៏ est-ce que vous avez des frères et des sœurs អ្នកឯងមានបងប្អូនប្រុសទេបងប្អូនប្រុសស្រីទេអាហ្នឹងយើងអាចសួរអញ្ចឹងបានហើយចំពោះកូនមានពាក្យគេបើកូនច្បងគេហៅថា l'aîné មានចំពោះកូនច្បងជាស្រីថែមl'aîné avec កូនទី2 cadet បើសិនជាកូនទី2ណាយើងអាច la deuxième ឬក៏ le deuxième ឬក៏អាចប្រើពាក្យមួយទៀត cadette ជាស្រីកូនពៅ Benjamin ប្រុស Benjamin ស្រីមិនមែនឈ្មោះទេណាបើខ្ញុំថា je suis la Benjamin de la famille បានថាខ្ញុំជាកូនពៅនៅក្នុងគ្រួសារ Benjamin គឺសម្រាប់ប្រុសកូនពៅប្រុសតែបើសិនជាមានតែ2នាក់គឺ l'aîné កូនច្បងបន្ទាប់មក cadet កូនពៅទៅវិញបើមាន3នាក់ cadet ខ្លាចជាកូនទី2 Benjamin ខ្លាចជាកូនពៅប្រុសស្រីអញ្ចឹងទៅទូមួយទៀតថាដឹងគុណពាក្យថាដឹងគុណជាកិរិយាសព្ទមួយដែលយើងបញ្ជាក់ពីremerciement ការថ្លែងអំណរគុណទៅគេអញ្ចឹងយើងអាចប្រើពាក្យកិរិយាសព្ទ simplement remercier quelqu'un ដឹងគុណនរណាម្នាក់អរគុណនរណាម្នាក់ remercier quelqu'un je vous remercie d'avoir fait អីអញ្ចឹងពួកមកអីអញ្ចឹងទៅ donc voilà remercier ឬក៏យើងប្រើមួយទៀត remercier ហ្នឹងការពន្យល់របស់គេយើងអាចនិយាយមួយ exprimer la gratitude envers quelqu'un ឬក៏ à quelqu'un j'ai exprimé ma gratitude envers mes parents je leur ai exprimé ma gratitude អញ្ចឹងខ្ញុំបានថ្លែងអំណរគុណទៅកាន់ឪពុកម្ដាយខ្ញុំទៅកាន់អ្នកដែលមិត្តភក្តិខ្ញុំដែលជួយខ្ញុំអីចឹងទៅ donc exprimer la gratitude envers ឬក៏ à quelqu'un ឬក៏ tout simplement remercier quelqu'un